សួស្តីបងប្អូនអរគ្នាចឹងនៅក្នុងវីដេអូនេះអ្វីដែលអ្នកគ្រូសង្កត់ធ្ងន់គឺរបៀបប្រើប្រាស់មីក្រូទស្សន៍ចឹងនៅក្នុងដំណើរការនៃការប្រើប្រាស់មីក្រូទស្សន៍គឺយើងជៀសមិនផុតពីការផ្លាស់ទីមីក្រូទស្សន៍ទេចឹងរាល់ពេលដែលអ្នកទាំងអស់គ្នាផ្លាស់ទីមីក្រូទស្សន៍យើងត្រូវតែកាន់ដៃរបស់មីក្រូទស្សន៍ហើយនឹងត្របាតរបស់មីក្រូទស្សន៍រាល់ពេលផ្លាស់ទីហើយនៅពេលដែលយើងត្រូវការមីក្រូទស្សន៍យកមកប្រើយើងត្រូវការដោតឌុយហើយយើងចុចកងតាក់ដើម្បីបើកមីក្រូទស្សន៍ប្រើប្រាស់រឿងទី3អ្នកអរគ្នាត្រូវការមើលនៅវត្ថុពិសោធន៍អញ្ចឹងមុននឹងការដាក់នៅវត្ថុពិសោធន៍យើងត្រូវប្រើវិសធំមួទម្លាក់ថាសចុះក្រោមឲ្យអស់ពេលដែលយើងទម្លាក់ថាសចុះក្រោមអស់ហើយយើងអាចយកបន្ទះឡានដែលមានវត្ថុពិសោធន៍របស់យើងដែលយើងរៀបចំរួចជាស្រេចហ្នឹងមកដាក់នៅលើថាសហើយគៀបដោយគ្នាបដល់ពេលយើងគៀបហើយធម្មតាវត្ថុពិសោធន៍នោះវាអាចនៅឆ្ងាយពី objective ចឹងយើងអាចសេរីដោយប្រើឆ្នោតមេកានិកដើម្បីតម្រូវនៅវត្ថុពិសោធន៍ឲ្យនៅចំជាមួយនឹង objective ហើយយើងពិនិត្យមើលផងតើ objective ដែលយើងត្រូវប្រើមុនគេហ្នឹងគឺលេខណាគឺលេខ4អញ្ចឹងបើសិនណាបើនៅលេខ4ស្រាប់យើងអត់ចាំបាច់ធ្វើអីទេតែបើនៅលេខ10លេខ40ឬក៏លេខ100យើងត្រូវមួ objective មកលេខ4ហើយរឿងដែលយើងធ្វើបន្តទៀតនោះគឺយើងមួវិធំលើកថាសឡើងលើវិញម្ដងតែឡើងលើនេះមិនឡើងឲ្យទៅប៉ះរហូតដល់បែកបន្ទះឡានទេតែយើងមួឲ្យវាឡើងគៀកនឹង objective លេខ4របស់យើងហ្នឹងអញ្ចឹងបើយើងមួឡើងបានប៉ុណ្ណឹងហើយយើងចាប់ដើមមើលហើយប៉ុន្តែការមើលនៅអូកូលៀហ្នឹងមិនមែនមានន័យថាយើងមើលភ្លាមឃើញភ្លាមទេវាអាចអត់ឃើញអញ្ចឹងអត់ឃើញយើងអាចមួ objective សំទោសយើងអាចមួវិធំទម្លាក់ថាចុះក្រោមបន្តិចម្ដងរហូតដល់ឃើញតែបើអត់ឃើញទេយើងអាចមួឡើងលើបន្តិចទៀតឬក៏មួចុះក្រោមនិយាយជារួមមកកន្លែងហ្នឹងបើអត់ឃើញយើងត្រូវប្រើវិធំដើម្បីមួឡើងលើឬចុះក្រោមរហូតដល់ឃើញរូបហើយបើករណីរូបនោះអត់ច្បាស់អ្នកទាំងអស់គ្នាអាចប្រើវិសតូចដើម្បីតម្រូវរូបភាពឲ្យច្បាស់ករណីរូបនោះមើលឃើញហើយយើងចង់ពង្រីកវាបន្ថែមទៀតយើងអាចដូរទៅ objective លេខឧទាហរណ៍យើងត្រូវបរិកទៅដល់លេខ10អញ្ចឹងយើងមួមក objective លេខ10ចាពេលដែលយើងមួមកលឺខឹបអញ្ចឹងបានន័យថាវាមកចំទីតាំងរបស់ objective ហើយយើងមើលតែម្ដងថាតើលេខ10ហ្នឹងរូបភាពមានលក្ខណៈបែបណាករណីយើងចាប់ការពិសោធន៍របស់យើងហាក់អស់ហើយអញ្ចឹងរឿងដែលសំខាន់បំផុតគឺយើងយកសម្ភារៈដែលជាសំណាក់បន្ទះឡានពិសោធន៍របស់យើងយកទៅទុកដាក់រៀបចំហើយរឿងដែលសំខាន់គឺបិទកងតាក់ហើយដកឌុយអញ្ចឹងនៅក្នុងដំណើរការប្រើប្រាស់មីក្រូទស្សន៍មានតែប៉ុណ្្នឹងទេអរគុណ